ស្ដីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel ក្តី IT Teaching បាទអូខេថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅរៀននៅមេរៀនមួយគឺការបង្កើត Facebook account ដោយប្រើលេខទូរស័ព្ទបាទអញ្ចឹងឥឡូវហ្នឹងគេមិនសូវបង្កើតដោយប្រើតាម email ទេព្រោះការបង្កើតដោយប្រើតាម email វាអត់សូវសុវត្ថិភាពដូចជាការបង្កើតតាមលេខទូរស័ព្ទយើងអាចដូរលេខទូរស័ព្ទបាននៅថ្ងៃក្រោយហើយយើងក៏អាចបដូរ password បាននៅថ្ងៃក្រោយយ៉ាងងាយស្រួលតែម្ដងពេលយើងបង្កើតតាមលេខទូរស័ព្ទបាទអញ្ចឹងកុំឲ្យខាត់ពេលយូរទៅតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងពេលបើកដំបូងបើអ្នកទាំងអស់គ្នាអត់ទាន់បង្កើតគឺវាលោតបែបនេះហើយអញ្ចឹងដើម្បីចូលទៅបង្កើតយើងចុចអាក្រោមនេះមក create new Facebook account បាទទៅពីចុចវាហើយអ្នកទាំងអស់គ្នាចុចពាក្យថា next នេះមកបាទអានេះបើយើងចង់បង្កើតតាម email ក៏បានដែរតែខ្ញុំចង់បង្កើតតាមលេខឲ្យអ្នកទាំងអស់គ្នាមើលព្រោះលេខវាមានសុវត្ថិភាពជាងឥឡូវហ្នឹងបាទកន្លែងនេះគឺជានាមតកហើយកន្លែងនេះជានាមខ្លួនរបស់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំបង្កើតឲ្យអ្នកទាំងអស់គ្នាមើលគឺខ្ញុំដាក់សិនហើយឈ្មោះក៏អាចបដូរតាមក្រោយបានដែរអ្នកទាំងអស់គ្នាហើយ set 3យើងអានេះនោះដាក់ឈ្មោះអក្សរធំទាំងអស់បានទេអ្នកទាំងអស់គ្នា PKO ទៅមកដាក់ឆ្ងាយតិច SVO បាទចេះតែដាក់សិនទៅហើយយើងចុច next អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាចង់ដាក់ឈ្មោះអីដាក់ទៅអានេះក៏ខ្ញុំឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលហ្នឹងបាទចុច next មកទៅមកនេះជាថ្ងៃខែឆ្នាំកំណើតវាដាក់ជាអក្សរអង់គ្លេសបាទអ្នកទាំងអស់គ្នាបកអ្នកទាំងអស់គ្នាដាក់តាំងជាអក្សរខ្មែរវាចេញអក្សរខ្មែរឡើងហ្នឹងថ្ងៃខែបាទអញ្ចឹងអានេះអាចដាក់ពិតមិនពិតស្រេចតែអ្នកទាំងអស់គ្នាទេគឺអត់បញ្ហាតែម្ដងបាទបន្ទាប់ពីរើសថ្ងៃខែឆ្នាំកំណើតហើយយើងចុច next ហ្នឹងមកទៅមកកន្លែងនេះគឺជាកន្លែងរើសភេទខាងលើស្រីខាងក្រោមនេះប្រុសហើយខាងក្រោមនេះគឺមិនបញ្ជាក់ភេទបាទអញ្ចឹងខ្ញុំយកភេទប្រុសអូខេខ្ញុំបង្កើត account ចោលអញ្ចឹងខ្ញុំដាក់ភេទស្រីទៅក្លូបបាន live ច្រើនបាទខ្ញុំ next ទៅមកឡើយនេះវាឲ្យដាក់លេខទូរស័ព្ទបាទលេខទូរស័ព្ទហ្នឹងលេខទូរស័ព្ទអ្នកទាំងអស់គ្នាលេខទូរស័ព្ទគឺត្រូវតែជាលេខទូរស័ព្ទដែលមិនដែលធ្លាប់បង្កើត account Facebook ពីមុនហើយលេខទូរស័ព្ទនេះដែរយើងត្រូវដាក់ក្នុងទូរស័ព្ទដែលបង្កើតនេះឬក៏ដាក់ក្នុងទូរស័ព្ទណាក៏បានដែរនៅពេលដែលយើងកំពុងតែបង្កើតហ្នឹងដើម្បីឲ្យក្រុមហ៊ុន Facebook វា send វាផ្ញើលេខកូដ6ខ្ទង់វាមកឲ្យបាទអញ្ចឹងវាយលេខទូរស័ព្ទឲ្យចុច next ទៀតមកទើបមកយើងដាក់ password របស់យើង password ហ្នឹងវាឲ្យដាក់ចាប់ពី8ខ្ទង់ឡើងអ្នកទាំងអស់គ្នាលេខជាមួយអក្សរក៏បានឬអក្សរសុទ្ធក៏បានអក្សរធំឬអក្សរតូចក៏បានលេខសុទ្ធក៏បានតែភាគច្រើនគឺយើងដាក់អក្សរទៅវាមានសុវត្ថិភាពជាងអ្នកទាំងគ្នាឬក៏អក្សរលេខទៀតកាន់តែល្អលេខនិមិត្តសញ្ញាទៀតក៏កាន់តែល្អបាទអញ្ចឹងខ្ញុំកើតចោលខ្ញុំជាដាក់លេខ MK3 SVO PP បាទដាក់អញ្ចឹងទៅគ្រប់8ហើយនៅ2 4 6 8 9បាទលើស1នោះមិនអីទេបាទអញ្ចឹងឲ្យតែលើស8គឺអាចដាក់បានហើយឬក៏8គត់អ្នកទាំងអស់គ្នា password ណាតទៅពីដាក់ហើយយើងចុច next មកតមកអានេះជាកន្លែង save password save ទៅ Google អាហ្នឹងថ្ងៃក្រោយយើងគ្រាន់តែចុចលើរូប account យើងគឺវា log in ចូលវិញតែម្ដងបើយើង log out ចេញណាអ្នកទាំងអស់គ្នាអាហ្នឹងវាមានសារៈសំខាន់អញ្ចឹងខ្ញុំ save ហើយក៏បានដែរតបមកខ្ញុំរើសយកពាក្យថា sign up នេះទាំងអស់គ្នា creating your account select your name អ្នកណាផ្ញើអីទៀតបាទវាឲ្យ select your name អានេះដោយសារតែឈ្មោះខ្ញុំវាមិនត្រឹមត្រូវអញ្ចឹង
วิสูយើងបញ្ជាក់ថាយើងចង់ដាក់ថានេះ HZZ PKO SVR នឹងឬក៏យើងដាក់ថា HAPCO SVR ឬក៏យើងដាក់ HZZ POC SVR បាទវាស៊ូបញ្ជាក់គីឡូថាយើងវាយឈ្មោះទៅវាខុសអីចឹងណាបាទឥឡូវ Facebook ឥឡូវ update គឺលយមែនតើអ្នកទាំងអស់គ្នាបាទអញ្ចឹងខ្ញុំយកឈ្មោះតាមវានេះក៏បានដែរ HAPCO SVR HZZ POC SVR បាទយកក្រោមនេះវិញក៏បានដែរអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាដាក់ឈ្មោះផ្សេងប្រហែលជាវាមិនឲ្យយើងរើសអញ្ចឹងទេមើលទៅតានេះឯសារឈ្មោះវាមើលទៅមិនពេញលេញអ្នកទាំងអស់គ្នា HZZ អ្នកទាំងអស់គ្នាទៅអានចេញមិនឥឡូវអូខេអញ្ចឹងហើយខ្ញុំសូមបញ្ជាក់មួយទៀតឈ្មោះហ្នឹងយើងដាក់ជាអក្សរខ្មែរក៏បានដែរអ្នកទាំងអស់គ្នាខ្ញុំភ្លេចប្រាប់មិញបាទបន្ទាប់មកអ្នកទាំងអស់គ្នាចុច next នេះមកអ្នកទាំងអស់គ្នាណាអូខេអូខេអញ្ចឹងការបង្កើត account Facebook យើងគឺទទួលបានជោគជ័យហើយ Facebook វាបានបាទកន្លែងនេះវាឲ្យ save password យើង save ទុកទៅបាទអូខេកន្លែងនេះដែរគឺវាឲ្យវាយលេខកូដដែលវាផ្ញើឲ្យមិញ Facebook ក្រុមហ៊ុន Facebook ផ្ញើឲ្យអញ្ចឹងបានខ្ញុំឲ្យដាក់លេខទូរស័ព្ទដែលនៅប្រើទៅស្រួលគេផ្ញើលេខកូដមកឲ្យបាទ67បាទលេខកូដនេះមានតែ5ខ្ទង់ទេ309អូខេអញ្ចឹងយើងចុច confirm នេះមកអ្នកទាំងអស់គ្នាទៅពីវាយលេខកូដដែលវាផ្ញើឲ្យហើយទៅមកឡើយនេះវាឲ្យដាក់ profile បើយើងមិនទាន់ចង់ដាក់ឥឡូវទេនេះខាងលើនេះអ្នកនរគ្នាឃើញអត់យើងរើសយកពាក្យថា skip មកតបមកវា add វាឲ្យ add friend យ៉ាងហោចណាស់ក៏ត្រូវ add 5សិនដែរអ្នកនរគ្នាអញ្ចឹងបាទនេះវាគ្រីសឲ្យស្រាប់ទៅហើយអញ្ចឹងយើងវាគ្រីសហើយអញ្ចឹងយើងចុចនេះខាងក្រោមនេះពាក្យថា add friend ហ្នឹងមកតបមកនេះវាឲ្យ add តាមលេខទូរស័ព្ទអញ្ចឹងមិនបាច់ទេហើយខ្ញុំចុចដានមកខាងលើមិញអ្នកនរគ្នាឃើញហើយបាទពេលនេះយើងបាន account Facebook មួយហើយឥឡូវចូលទៅមើលមកបាទពេលយើងបើកដំបូងយើងចូល account យើងវាឲ្យដាក់ profile ដាក់អីហើយយើងមិនបាច់ទាន់ដាក់ទេខ្វែងចោលសិនចុច stop ហើយយើងអស់មើលមកនេះបាទអញ្ចឹងការដាក់ profile ដាក់អីអ្នកទាំងអស់គ្នាចេះហើយលេង Facebook បាទខ្ញុំគ្រាន់តែប្រាប់ពីរបៀបនៃការបង្កើតតែប៉ុណ្ណោះបាទអញ្ចឹងវីដេអូខ្ញុំក៏សូមបញ្ចប់តែត្រឹមហ្នឹងដែរសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយកបានហើយប៉ុណ្ណឹងបើមានចម្ងល់អីអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានបាទសូមអរគុណដល់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់